ជីនជួយបេះថ្នាំរុក្ខជាតិនៅមាត់ជ្រលងភ្នំនោះឲ្យខ្ញុំបន្តិចអរគុណហើយណាមានអស្ចារ្យហើយរបួសចាស់របស់លោកប៉ានឹងអាចព្យាបាលជាសះស្បើយហើយវាល្មមនឹងធ្វើជាកាដូថ្ងៃកំណើតរបស់គាត់ផងដែរបងស្រីបានផ្ញើសម្បត្តិមកកាលពីប៉ុន្មានថ្ងៃមុនថាថ្ងៃនេះនាងនឹងមកផ្ទះដើម្បីអបអរថ្ងៃកំណើតលោកប៉ាពួកយើងប្រញាប់ត្រឡប់ទៅវិញទៅដើម្បីឲ្យទាន់ការជួបជុំគ្រួសារសៀវហ្វឹងរត់ឲ្យលឿនជាងនេះបន្តិចទៅជូនត្រឹមនេះបានហើយបើឯងចូលទៅក្នុងក្រុងតាមខ្ញុំនោះនឹងធ្វើឲ្យអ្នកក្នុងក្រុងភ័យខ្លាចជាមិនខានប្រញាប់ត្រឡប់ទៅក្នុងព្រៃភ្នំវិញទៅធម្មតាពេលខ្ញុំត្រឡប់មកវិញពួកគេតែងតែរាក់ទាក់ស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅចុះហេតុអ្វីបានជាថ្ងៃនេះពួកគេនាំគ្នាគេចវេសពីខ្ញុំទៅវិញនោះជាកូនស្រីទី2នៃគ្រួសារវ័យតើគាត់ហ៊ានត្រឡប់មកវិញដោយរបៀបណាទៅព្រះអើយស៊ូសំឡេងតិចកុំចង់ងាប់អីមិនត្រឹមត្រូវទេច្បាស់ជាមានរឿងអ្វីកើតឡើងហើយនោះគឺបងស្រីហេតុអ្វីបានជាទៅជាបែបនេះតើមានរឿងអ្វីកើតឡើងឲ្យប្រាកដទៅម៉ាក់ភ្ញាក់ឡើងកុំធ្វើឲ្យខ្ញុំភ័យអីលីងស៊ីកូនត្រឡប់មកវិញហើយម៉ាក់ហេតុអ្វីបានជាបងស្រីទៅជាបែបនេះតើអ្នកណាជាអ្នកធ្វើរឿងនេះនាងជាអាគមហេសីណាចុះលោកប៉ាហេតុអ្វីបានជាលោកប៉ាមិនការពារបងស្រីព្រះនាងលីវដែលទៅតែចូលវាំងថ្មីចង់ឃើញបងស្រីរបស់កូនរំនៅលើធ្យូងភ្លើងប៉ុន្តែបងស្រីរបស់កូនមិនព្រមព្រៀងព្រះចៅអធិរាជមានការខឹងសម្បាយ៉ាងខ្លាំងក៏បានសម្លាប់បងស្រីរបស់កូនទៅទ្រង់បារម្ភក្រែងលោមានបញ្ហានៅថ្ងៃក្រោយទើបទ្រង់មិនត្រឹមតែកម្ចាត់គ្រួសារវ័យរបស់យើងទាំងអស់នោះទេសូម្បីតែលោកប៉ារបស់កូននិងកងទ័ពវ័យ100000នាក់ក៏ត្រូវបានគេសម្លាប់យ៉ាងសាហាវឃោរឃៅដែរលីងស៊ីប្រញាប់រត់ទៅឆ្លៀតពេលដែលទ្រង់មិនទាន់ដឹងខ្លួនពីកូនត្រូវរត់ទៅឲ្យឆ្ងាយបដូរឈ្មោះបដូរត្រកូលហើយរស់នៅឲ្យបានល្អកូនមិនទៅណាទេកូនត្រូវតែទាមទារយុទ្ធធម៌មកវិញនិងលាងជម្រះភាពស្អាតស្អំជូនគ្រួសារវ័យកូនល្ងងឲ្យឥឡូវនេះព្រះចៅអធិរាជមានកងទ័ពរាប់លាននាក់សូម្បីតែលោកប៉ារបស់កូនក៏មិនអាចទល់នឹងទ្រង់បានដែរចុះកូនតែម្នាក់ឯងតើអាចទាមទារយុទ្ធធម៌ដោយរបៀបណាទៅអ្នកណាថាខ្ញុំមានតែម្នាក់ឯងនោះពិតជាដូចការរំពឹងទុកមែនកាលពីឆ្នាំនោះដែលម៉ាក់បានរើសកូនមកពីតំបន់ម្យ៉ាវជាងម៉ាក់បានដឹងហើយថាកូនមិនមែនជាមនុស្សធម្មតាឡើយក្មេងម្នាក់នេះមើលទៅប្លែកមុខណាស់មិនមែនជាកូនបង្កើតរបស់គ្រួសារវ័យទេដឹងហេតុអ្វីបានជាមិនដែលឃើញពីមុនមកអញ្ចឹងប្រហែលជាក្មេងរើសបានហើយមើលទៅលីងស៊ីមិនមែនជាអ្នកអតីតទេនាងគឺជាប្អូនស្រីរបស់ខ្ញុំនិងជាមនុស្សរបស់គ្រួសារវ័យយើងកុំស្ដាប់ពួកគេអីតោះបងស្រីនាំកូនទៅញ៉ាំស្ករគ្រាប់កូនល្ងងការពារប្អូនស្រីជាតួនាទីរបស់ឪពុកម្ដាយតើចាំបាច់ឲ្យកូនចេញមុខក៏តាំងធ្វើអ្វីទៅប៉ុន្តែពួកគេបានធ្វើបាបលីងស៊ីតើចាប់ពីពេលនេះទៅកូនគឺជាកូនស្រីរបស់វ័យចិនប៉ាងម្នាក់នេះគ្មានអ្នកណាហ៊ានមកធ្វើបាបកូនទៀតឡើយម៉ាក់លោកប៉ាពិតជាខ្លាំងពូកែណាស់គាត់ការពារប្រទេសជាតិនិងការពារប្រជាជនមិនដែលចាញ់ឡើយមែនហើយលោកប៉ាបានប្រយុទ្ធពេញមួយជីវិតគាត់បានការពារប្រទេសជាតិនិងប្រជាជនយ៉ាងពិតប្រាកដប៉ុន្តែគាត់មិនបានស្លាប់នៅលើសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញនោះទេតែបែរជាមកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនឯងទៅវិញពុកភ្ញាក់ឡើងទៅពុកភ្ញាក់ឡើងទៅពុកបងស្រីនៅមាត់ទ្វារនៅឡើយបងស្រីកុំខ្លាចអីខ្ញុំនឹងដាក់បងស្រីចុះឥឡូវនេះហើយពិតជាសាហាវឃោរឃៅណាស់គ្រួសារវ័យមានភក្ដីភាពពេញមួយជីវិតបែរជាត្រូវទទួលវាសនាបែបនេះទៅវិញព្រះចៅអធិរាជបានកម្ចាត់កងទ័ពវ័យ100000នាក់ទាំងអស់នេះគឺច្បាស់ណាស់ថាទ្រង់ចង់កម្ចាត់ឲ្យអស់ពីស្គរតែម្ដងចំណែកឯកូនស្រីទី2នេះទម្រាំតែអាចរស់រានមានជីវិតបានបែរជាហ៊ានបង្ហាញមុខជាសាធារណៈបែបនេះតើមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេគ្រួសារវ័យបានប្រណីសន្តោសដល់នាងយ៉ាងខ្លាំងកូនស្រីទី2ក៏ប្រហែលជាមិនចង់រស់នៅម្នាក់ឯងទៀតនោះដែរអ្នកនាងថ្ងៃនេះជាថ្ងៃកំណើតលោកមេតបវ័យផ្កាមួយបាច់នេះគឺសម្រាប់ជូនដល់លោកមេតបវ័យមែនហើយថ្ងៃនេះជាថ្ងៃកំណើតរបស់លោកប៉ាខ្ញុំ
លោកប៉ាបងស្រីរងចាំខ្ញុំផងខ្ញុំនឹងទៅព្រះបរមរាជវាំងឥឡូវនេះដើម្បីស្វែងរកស្ដេចទុច្ចរិតនោះហើយបង្ខំឲ្យទ្រង់សងថ្លៃចំពោះទង្វើរបស់ទ្រង់